នឹងគ្រប់គ្រងរបស់គ្នាផងណាជាមួយនឹងស្នាដៃរបស់ខ្ញុំបាទសួស្ដីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងធ្វើរឿងដ៏ប្លែកមួយដោយបងប្អូនបានឃើញនៅក្បាលវីដេអូហើយថាយើងធ្វើអីតែឥឡូវមកកាន់ដឹងចង់ដឹងកាន់តែច្បាស់មកស្ដាប់ខ្ញុំទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំធ្វើរឿងប្លែកមួយដែលមិនធ្លាប់មានពីមុនមកដូចជាប្លែកថ្មីសម្រាប់ខ្ញុំក៏សម្រាប់អ្នកនរគ្នាផងដែរព្រោះថាមិនដែលមានទេមកអង្គុយមើលគោស្ដាប់សំឡេងម៉ាងគោសំឡេងសត្វយំនៅកណ្ដាលវាលហើយនៅខាងក្រោយខ្ញុំនេះគឺជាព្រៃដែលជាព្រៃជំនឿរបស់ជាតិដើមពិតិចគួយបាទតែតែងតែជឿតែងគ្រប់បូជាអីផ្សេងអញ្ចឹងដែរបាទអញ្ចឹងថ្ងៃនេះវាប្លែកត្រង់ថាមកអង្គុយមើលគោស្ដាប់សំឡេងសត្វជាមួយនឹងអារម្មណ៍ប្លែកបរិយាកាសដ៏គេហៅបរិយាកាសគេណោះបរិយាកាសស្រស់បំព្រងបាទក៏អង្គុយចាប់ដើមមានអារម្មណ៍ចង់សរសេរបទចម្រៀងក៏រៀបចំចាប់ដើមថតវីដេអូឲ្យបងប្អូនអរគ្នាមើលផងហើយជាមួយនឹងការរៀបចំតុកមួយសម្រាប់ដាក់កុំព្យូទ័រហើយជាមួយនឹងកន្លែងចង់រឹងខ្ញុំបានសេរីហើយស្រាប់ហើយបាទកន្លែងចង់រឹងមានស្រាប់ហើយស្រាប់ក៏នៅឃើញជប់នឹកឃើញអារម្មណ៍មួយនេះភ្លាមរត់ទៅផ្ទះភ្លាមបាទមិនរត់ទេជិះម៉ូតូហើយរត់ទៅយកជើងកាមេរ៉ារត់ទៅយកកុំព្យូទ័រយកអីដើម្បីរៀបចំប្លង់ថតផងដើម្បីនឹងសម្រាប់សរសេរបទចម្រៀងជាមួយនឹងបរិយាកាសដ៏ថ្មីសម្រាប់ខ្ញុំវាអាចថាវាប្រមូលអារម្មណ៍បានល្អផងដែរជាមួយនឹងធម្មជាតិអញ្ចឹងក៏រត់ទៅយកវឹងហើយជិះម៉ូតូច្រឡំតែរត់ហ្មងជិះម៉ូតូទៅយកស្រាប់តែមកវិញមានកាមេរ៉ាមានជើងកាមេរ៉ាមានអីចឹងស្រាប់ជិះមកដល់តាមផ្លូវមានបានមើលអីជ្រុះអាក្បាលសម្រាប់ភ្ជាប់ជាមួយនឹងកាមេរ៉ាបាត់អញ្ចឹងក៏អំបិលបាទអញ្ចឹងអត់មានអីទេគឺមានតែនោះពឹងទៅលើម៉ូតូរបស់យើងដាក់ជាកាមេរ៉ាសម្រាប់ថតហើយក្តីរំពឹងរបស់ខ្ញុំវាបានវាហួសពីការគិតបាទស្រាប់មកដល់បាត់ហើយមានអីថតអត់មានអីទេយើងយកម៉ូតូធ្វើជាឈ្នន់របស់យើងបាទឥឡូវយើងបដោះអសន្នមកគ្រាសិនទៅចាស់បាទហើយជាមួយនឹងខ្ញុំបាទបន្តទៀតខ្ញុំនឹងទៅសេបទចម្រៀងបែបជាតិដើមបន្តិចគួយចឹងបងប្អូនចាំតាមដានស្ដាប់និងគ្រប់គ្រងទាំងអស់គ្នាផងណាជាមួយនឹងស្នាដៃរបស់ខ្ញុំបាទអរគុណជម្រាបលាបាយបាយ